រទស្សន៍ ABC របស់អូស្ត្រាលីបានចូលថតនិងរាយការណ៍ពីបរិវេណដែលអះអាងថាជាទីតាំងឆបោកតាមអនឡាញនៅច្រកព្រំដែនអន្តរជាតិអូស្មាច់ខេត្តដ៏មានជ័យរបស់កម្ពុជាក្រោមការនាំផ្លូវរបស់ទីហ៊ានថៃប៉ុន្តែសេចក្តីរាយការណ៍នេះមិនបានបញ្ជាក់ថាទីតាំងដែល ABC ចូលទៅថតនោះជាអតីតសណ្ឋាគារនិងកាស៊ីណូក្នុងទឹកដីរបស់កម្ពុជាដែលត្រូវបានទីហ៊ានថៃកាន់កាប់ដោយខុសច្បាប់នោះឡើយ There's everything from batons to handcuffs to blood testing equipment and swabs. There's condoms strewn over the floor. អ្នកជំនាញសារព័ត៌មានកម្ពុជាចាត់ទុកការរាយការណ៍នេះខ្វះបរិបទពិតនិងជាកំហុសវិជ្ជាជីវៈសេចក្តីរាយការណ៍ជាវីដេអូរយៈពេលជាង2នាទីដែលបានផ្សព្វផ្សាយនៅថ្ងៃទី28ខែមិថុនាឆ្នាំ2026បង្ហាញទស្សនវិជ្ជាខាងក្នុងអាគាររួមមានបន្ទប់ឃុំឃាំងឯកសារឆបោកបញ្ជីជនរងគ្រោះលិខិតឆ្លងដែននិងទីតាំងដែលអះអាងថាត្រូវបានប្រើធ្វើទារុណកម្មលើអ្នកដែលមិនគោរពបទបញ្ជារបស់ក្រុម scam And they're essentially torture rooms. This is where people would be prodded, would be tortured, would be beaten up. ស្ត្រីអ្នកសារព័ត៌មាននិយាយថា scam នៅក្នុងប្រទេសនានាដូចជាកម្ពុជាបានលួចលុយរាប់លានដុល្លារពីជនជាតិអូស្ត្រាលីអ្នកសារព័ត៌មាន ABC ដដែលក៏បានអះអាងដោយផ្អែកលើក្រដាសស្នាមនៅទីតាំងនោះថាក្រុម scam នៅអូស្មាច់បានក្លែងខ្លួនជាមន្ត្រីប៉ូលីសសហព័ន្ធអូស្ត្រាលីដើម្បីបោកយកព័ត៌មានហិរញ្ញវត្ថុពីជនរងគ្រោះ This table is full of piles and piles of papers and each one of them has lists of victims. ទោះជាយ៉ាងណាសេចក្តីរាយការណ៍នេះមិនបានផ្ដល់បរិបទអំពីស្ថានភាពនៃទីតាំងដែលខ្លួនបានចូលទៅថតនោះទេវីដេអូគ្រាន់តែបញ្ជាក់ថាជាតំបន់អូស្មាច់នៅតាមព្រំដែនកម្ពុជាថៃប៉ុន្តែមិនបានបញ្ជាក់ឲ្យច្បាស់តាមវិជ្ជាជីវៈថាកម្ពុជាបានអះអាងជាបន្តបន្ទាប់ថាទីតាំងនេះស្ថិតនៅក្នុងអធិបតេយ្យភាពរបស់កម្ពុជាហើយត្រូវបានទីហ៊ានថៃចូលកាន់កាប់ដោយខុសច្បាប់ក្រោយការប្រយុទ្ធគ្នាតាមព្រំដែនកាលពីឆ្នាំ2025ក្នុងនាមជាស្ថាប័នសារព័ត៌មានអន្តរជាតិការរាយការណ៍ពីតំបន់ដែលកំពុងមានចំនួនព្រំដែនតែងតែទាមទារឲ្យបង្ហាញបរិបទនៃការអះអាងរបស់ភាគីពាក់ព័ន្ធដើម្បីឲ្យទស្សនិកជនអាចយល់ច្បាស់ពីស្ថានភាពទាំងមូលមិនមែនត្រឹមតែព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅទីនោះប៉ុណ្ណោះទេប្រធានក្លឹបអ្នកកាសែតកម្ពុជាលោកពុយគៀលើកឡើងថាលោកមិនមានការជំទាស់ចំពោះការរាយការណ៍អំពីការបង្ក្រាប scam អនឡាញរបស់ទូរទស្សន៍ ABC នោះទេព្រោះបញ្ហានេះជាបទល្មើសដែលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ប៉ុន្តែលោកយល់ថាការមិនបញ្ជាក់ទីតាំងដែលអ្នកសារព័ត៌មានបានចូលទៅថតគឺជាតំបន់ដែលត្រូវបានទីហ៊ានថៃកាន់កាប់ដោយខុសច្បាប់គឺជាកំហុសឆ្គងនិងខ្វះបរិបទសំខាន់មួយនៅក្នុងសេចក្តីរាយការណ៍លោកពុយគៀបន្ថែមថានៅពេលអ្នកសារព័ត៌មានរាយការណ៍ពីទីតាំងដែលមានវិវាទឬមានការអះអាងផ្ទុយគ្នាពីភាគីពាក់ព័ន្ធគួរតែបង្ហាញព័ត៌មានអំពីស្ថានភាពនោះផងដើម្បីឲ្យអ្នកទស្សនាអាចយល់បានថាហេតុអ្វីបានជាទីតាំងនោះមានភាពរសើបនិងហេតុអ្វីបានជាកម្ពុជាបន្តចាត់ទុកតំបន់នោះថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួនកន្លងទៅរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍ជាច្រើនដោយអះអាងថាទីហ៊ានថៃបានចូលកាន់កាប់ទីតាំងមួយចំនួនក្នុងទឹកដីកម្ពុជារួមទាំងតំបន់អូស្មាច់និងបានទាមទារឲ្យថៃដកកងកម្លាំងចេញភាគីថៃវិញបានច្រានចោលការចោទប្រកាន់នេះនិងអះអាងថាសកម្មភាពរបស់ខ្លួនគឺស្របទៅតាមច្បាប់ខ្ញុំរស់សុធាពី News Today NTTV Let's go. The new Ford Territory.